តោះយើងស្ដាប់រឿងកុមារម្នាក់ដែលចូលប្រកួតញ៉ាំផ្លែលឹក I enter a watermelon eating contest ខ្ញុំចូលរួមប្រកួតប្រឡងប្រជែងញ៉ាំផ្លែលឹក At the end of the table a kid brings his own spoon នៅចុងតុនោះគឺក្មេងៗម្នាក់យកស្ពានមកខ្លួនឯង At the end of 1 minute my face is covered in juice ចុងបញ្ចប់នៃនាទីចុងក្រោយហ្នឹងគឺមុខខ្ញុំពោពេញទៅដោយទឹកផ្លែលឹកពេញមុខតែម្ដងព្រោះបញ្ញាប់ចង់ឈ្នះ At the end ចុងបញ្ចប់នៃរឿងអីមួយម៉ោងណាមួយកន្លែងណាមួយឧមាដូចនៅចុងតុក៏យើងអាចប្រើ at the end បានដែរ In the end I don't win the contest but I make the crowd laugh ចុងបញ្ចប់សរុបសេចក្តីមកខ្ញុំមិនបានឈ្នះការប្រកួតនឹងទេប៉ុន្តែខ្ញុំធ្វើឲ្យអ្នកគ្រប់គ្នានឹងសើចសប្បាយជាមួយខ្ញុំដែរ In the end កន្លែងនេះមានន័យថាសរុបសេចក្តីមកស្មើនឹងពាក្យ in conclusion ឬក៏ពេលខ្លះសម្រាប់ចិត្តអស់ហើយសម្រាប់ចិត្តចុងក្រោយហ្នឹង final តែម្ដងហ្នឹងក៏យើងអាចប្រើ in the end បានដែរ In the end I'm just happy I didn't grow a watermelon in my stomach នេះជាពាក្យនិយាយលេងទេមានន័យថាសរុបសេចក្តីមកចង់បញ្ចប់ហ្នឹងគឺថាខ្ញុំសប្បាយចិត្តព្រោះខ្ញុំញ៉ាំអាក្របលឹកហ្នឹងហើយវាដុះចូលនៅក្នុងពោះខ្ញុំជាផ្លែលឹកមួយវិញ In the end